ព័ត៌មានក្តៅនាយករដ្ឋមន្ត្រីថៃស្នើកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌អំឡុងប្រជុំនឹងសម្ពាធឲ្យចុះចេញពីតំណែងបច្ចុប្បន្នយោងតាមកាសែតថៃ Examiner និងសារព័ត៌មានក្នុងស្រុកថៃជាច្រើនទៀតបានរាយការណ៍ថានាយករដ្ឋមន្ត្រីថៃលោកស្រីផែថុងថានស៊ីណាវ៉ាត់បានដាក់សំណើនៃបញ្ជីសម្រាប់ការផ្លាស់ប្ដូរសមាជិកភាពគណៈរដ្ឋមន្ត្រីទៅព្រះមហាក្សត្រកាលពីថ្ងៃសុក្រដើម្បីសុំការអនុម័តនៅក្នុងបញ្ជីនោះលោកស្រីបានស្នើសុំតំណែងសម្រាប់លោកស្រីខ្លួនឯងឲ្យធ្វើជានាយករដ្ឋមន្ត្រីក្រសួងវប្បធម៌បន្ថែមពីលើតួនាទីបច្ចុប្បន្នគណៈរដ្ឋមន្ត្រីក្រសួងវប្បធម៌នាពេលបច្ចុប្បន្នដែលកំពុងទទួលបន្ទុកដោយលោកស្រីសូដាវ៉ាន់វាងសុផាគិចតុសុលបាទឈ្មោះពិបាកអានតិចហ៎បាទត្រូវបានស្នើឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងនវានុវត្តន៍ជំវិញសំណើនៃការផ្លាស់ប្ដូរសមាជិកភាពគណៈរដ្ឋមន្ត្រីថ្មីនេះត្រូវបានអ្នកវិភាគនយោបាយមួយចំនួនបានបង្ហាញទស្សនៈថាការសម្រេចចិត្តបែបនេះគឺដើម្បីធានាថាលោកស្រីផែថុងថានខ្លួនឯងនៅតែអាចចូលរួមនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានជាធម្មតាក្នុងករណីដែលលោកស្រីត្រូវដកហូតចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃគួររំលឹកថាអតីតនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធច័ន្ទអូចាក៏ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីក្រសួងការពារជាតិដើម្បីអាចចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅពេលលោកត្រូវតុលាការធម្មនុញ្ញផ្អាកតំណែងសម្រាប់អ្នកឯទៀតដែលមាននៅក្នុងបញ្ជីផ្លាស់ប្ដូរសមាជិកភាពគណៈរដ្ឋមន្ត្រីថ្មីរួមមានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្នលោកភូមិឋាមវិចារាឆៃត្រូវគេរំពឹងថានឹងកាន់តំណែងជានាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកណាតាផុនណាផានិតអតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិអាចនឹងត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិដោយគណៈបកភឿថៃចង់ឲ្យអតីតយោធារូបនេះទទួលខុសត្រូវលើបញ្ហាសន្តិសុខរបស់រដ្ឋាភិបាលគេរំពឹងថាលោកប៉ុនកាវិនជុងរុងរឿងគិតអនុប្រធានគណៈបកភឿថៃនឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារលោកសូឆាតឈុំឃ្លីនអតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្មនិងជាមេដឹកនាំក្រុមសមាជិកសភាចំនួន18នាក់មកពីគណៈបករួបរวมជាតិថៃត្រូវគេរំពឹងថានឹងក្លាយជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងមហាផ្ទៃលោកចាតុផនផូរ៉ូស្ប៉ាតអគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានធម្មជាតិនិងបរិស្ថានត្រូវគេរំពឹងថានឹងទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រភពខាងលើបានឲ្យដឹងបន្ថែមថាលោកចាតុផនក៏នឹងក្លាយជាមេដឹកនាំគណៈបកឱកាសថ្មីនិងសម្ព័ន្ធជាមួយក្រុមសមាជិកសភារបស់លោកសូឆាតដើម្បីចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខគេនិយាយថាគណៈបកនេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីបុគ្គលដែលមានឥទ្ធិពលក្នុងវិស័យថាមពលរបស់ថៃ